សង្ឃឹមថាបងប្អូនអាចយល់បានប៉ុណ្នេះអញ្ចឹងបងប្អូនមានចម្ងល់ហើយបងប្អូនអាចcomment នៅខាងក្រោមវីដេអូអញ្ចឹងជួយ share វីដេអូជួយ comment like subscribe ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូមេរៀនថ្មីៗជាបន្តទៀតដើម្បីជាជំនួយកម្លាំងចិត្តក្នុងការផលិតវីដេអូមេរៀនចែកជូនបងប្អូនដែរព្រោះខ្ញុំចែកជូនបងប្អូនដោយ free ដែលឥតគិតថ្លៃទេអញ្ចឹងសង្ឃឹមថាបងប្អូននឹងជួយ support ខ្ញុំមកវិញដូចគ្នាទាំងការជាវ order នៅ accessory guitar ផ្សេងដូចគ្នាណាហើយយើង support គ្នាទៅវិញទៅមកអូខេបាទសួស្តីបងប្អូនទាំងគ្នាបាទអញ្ចឹងស្វាគមន៍មកកាន់មេរៀន guitar យើងជាបន្តទៀតជាមួយខ្ញុំបាទអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកបងប្អូនពីរបៀបលេងនៅក្នុងចង្វាក់ bolero ប៉ុន្តែវាមិនមែនជា strumming ទេគឺគេហៅថា finger picking ណាបានថារបៀបបណ្ដា chord បាទអញ្ចឹងអានេះ strumming នេះគឺខ្ញុំបានធ្វើបង្ហាញពីកាលពីវីដេអូមុនបាទខ្ញុំធ្វើបង្ហាញហើយអញ្ចឹងរបៀបលេងគឺវាដូចគ្នាជាមួយនឹងការលេង strumming ដែរប៉ុន្តែគ្រាន់តែ strumming គឺយើងកេះចុះឡើងជាទាំងអស់ទៅទេប៉ុន្តែពេលដែល finger picking យើងនេះជាសញ្ញាព្រួយនេះគឺជាសញ្ញា strumming របស់យើងណាចុះឡើងចុះហ្នឹងប៉ុន្តែដល់ពេលអក្សរខាងលើនេះវិញណា1 2 B អីហ្នឹងអាហ្នឹងគឺ finger picking អាហ្នឹងគេហៅថាវាមិនមែនជា finger style ទេណាបងប្អូនកុំយល់ច្រឡំ finger style ផ្សេង finger picking ផ្សេង finger picking នេះបានថាការបដាអក្សរណាគឺគេប្រើ pick ឬក៏ម្រាមដៃណាបដាមកគ្រាប់តាមនឹងតាមចង្វាក់ melody ដែលគេសរសេរមកបទចម្រៀងមួយចឹងតែបើ finger style គឺគេលេង melody ជាមួយនឹង chord បញ្ចូលគ្នាចេញជាបទចម្រៀងអីមួយផ្សេងដែលគេរៀនសរសេរមកចឹងខុសគ្នាណាកុំច្រឡំ finger picking គឺលក្ខណៈបដាតែ chord guitar chord ធម្មតាទេអត់មានជាមួយ melody ផ្សំចូលគ្នាជាមួយនឹង melody ទេណាបាទអញ្ចឹងខ្ញុំសូមធ្វើបង្ហាញអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចេះ strumming bolero ហើយគឺគាត់ច្បាស់ជាយល់ហើយរបៀប strumming ចុះឡើងចុះឡើងណាហើយចង្វាក់នេះខ្ញុំអត់សូមលំអិតកន្លែងហ្នឹងទៀតទេបាទបងប្អូនអាចចង់ដឹងបងប្អូនអាចចូលទៅមើលវីដេអូខ្ញុំកាលពីមុនបានណាបាទហើយសម្រាប់បងប្អូនដែលថ្មីគាត់អត់ទាន់មានកាប៉ូហើយបងប្អូនអាចទំនាក់ទំនងមកកាន់ខ្ញុំបានតាម Telegram នៅខាងលើឬក៏ Pick ខ្ញុំមាន Pick គ្រឿង accessory ផ្សេងតាក់ទងជាមួយនឹង guitar បងប្អូនអាចតាក់ទងមកកាន់ខ្ញុំបាននេះជាការចែករំលែកទឹកចិត្តរបស់ខ្ញុំ support ទៅបងប្អូនហើយអញ្ចឹងសង្ឃឹមថាបងប្អូនមានទឹកចិត្ត support របស់ខ្ញុំដូចគ្នាអញ្ចឹងបងប្អូនអាច order គ្រឿង accessory តាក់ទងជាមួយនឹង guitar បងប្អូនអាច order មកខ្ញុំបាននេះកាប៉ូគឺបងប្អូនត្រូវតែមានហើយនឹង pick បាទហើយនឹងសម្រាប់ដាក់ pick នេះបងប្អូនដាច់ខាតគឺត្រូវតែមានទេបងប្អូនថ្មីកាប៉ូគឺសំខាន់បំផុតបាទហើយនឹង pick guitar គឺអត់អាចខ្វះបានទេណាអញ្ចឹងបងប្អូនត្រូវការបងប្អូនអាចតាក់ទងមកខ្ញុំបានបាទឥឡូវខ្ញុំសូមបង្ហាញបងប្អូនពីមេរៀនហ្នឹងតែម្ដងទៅបាទអញ្ចឹងនេះបងប្អូនមើលមកអញ្ចឹងអានេះទុកម្ដុំសិនខ្ញុំអត់តន់បង្ហាញបងប្អូនទេទុកម្ដុំសិនបាទហើយនេះចុះឡើងចុះយើងយល់ហើយអញ្ចឹងអក្សរ B អក្សរ B ហ្នឹងគឺបាសណាអក្សរ B ហ្នឹងគឺយើងអានថាបាសណាកន្លែងនេះហើយខ្សែទី1ទី2កន្លែងលេខដែលខ្ញុំសរសេរលើចំព្រួយនឹងដូចគ្នាពេលយើងលេងដូចគ្នាណាលេងចង្វាក់វាដូចគ្នាជាមួយនឹង strumming របស់យើងកេះឡើងចុះដែរអញ្ចឹងលេខ1គឺខ្សែទី1លេខ2គឺខ្សែទី2ណាហ្នឹងតំណាងឲ្យខ្សែហើយខ្សែបាសអក្សរ B នេះគឺខ្សែបាសនេះបងប្អូនអាចមើលបានខ្ញុំបញ្ចូលឲ្យហ្នឹងណាទី2នៃខ្សែទី2ខ្សែទី1ខ្សែទី2វិញនេះមកអញ្ចឹងបាស1 2បាស2 1 2បាស1 2បាស2 1 2បាសណាឃើញទេពេលដែលយើងលេង strumming ចុះឡើង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 ចុះឃើញទេយើងអានអញ្ចឹងតែដល់ពេលយើងលេងជាបដាគ្រាប់ក៏វាអត់ខុសគ្នាដែរគ្រាន់តែយើងបដូរពី strumming ឡើងចុះ strum ចឹងទេទៅជាបដាជាគ្រាប់វិញយើងយកតែគ្រាប់ទេណាបាស1 2បាស2 1 2បាស1 2បាស2 1 2បាសឃើញទេមកអញ្ចឹងវិញអញ្ចឹងបងប្អូនច្បាស់ជាឆ្ងល់ថាអក្សរ B ហ្នឹងទៅលេងខ្សែទីម៉ានត្រូវទេអញ្ចឹងអក្សរ B ហ្នឹងវាប្រែប្រួលទៅតាមអាគ័រអក្សរ B គេហៅថាខ្សែបាសអញ្ចឹងបើសិនប្រែប្រួលតាមអាគ័ររបៀបម៉េចនេះបងប្អូនមើលនេះបានណាអាគ័រឃ
ឃើញទេចឹងអាកមីហ្វាសខ្សែបាសរបស់វាគឺទី6អញ្ចឹងយើងមើលមកអូកន្លែងហ្នឹងអក្សរ B អញ្ចឹងយើងចាប់អាកអីឥឡូវយើងចាប់អាកសខ្ញុំឧទាហរណ៍4អាកឲ្យបងប្អូនមើលនេះសមីឡាដែរអញ្ចឹងយើងចាប់អាកសអញ្ចឹងមើលអាកសនៅទីណានេះខ្សែបាសវាទី6ឃើញទេអញ្ចឹងបើយើងចាប់អាកសកន្លែងអក្សរ B នេះគឺយើងដឹងតែកេះខ្សែទី6កេះមកអូខេយើងកេះខ្សែទី6អញ្ចឹងមកអូខេមួយម្ដងសិនណាកុំអាចចូលចង្វាក់បន្តមកខ្សែទី1អូខេខ្សែទី2ហើយយើងកេះមកខ្សែទី1នេះឆ្កឹះឡើងណាយើងឆ្កឹះឡើងទាំងពីរមកអូខេតមក B ទៀតB ទៀតអាស្រ័យលើអាកដែរបើសិនយើងមកដល់កន្លែងហ្នឹងយើងអត់មានអាកទេដល់អាកទេយើងនៅតែចាប់អាកសដែរយើងខ្សែទី6វិញទៀតមកបាទឡើងមកខ្សែទី6មកបន្តមកខ្សែទី2ទី1 2អូខេខ្សែទី1សំទុកខ្សែទី2បាទខ្សែទី2ខ្សែទី1មកខ្សែទី2វិញnow យើងកេះឲ្យចំណាំអញ្ចឹងសិនណាអញ្ចឹងយើងចាប់មកបាស1 2បាស2 1 2ឃើញទេយើងកេះឲ្យចំណាំយើងអត់តលេងឲ្យត្រូវច្បាស់យើងរៀនធ្វើឲ្យចាំដៃសិនមកធ្វើម្ដងទៀតមកបាស1 2បាស2 1 2ឃើញទេយើងកែឲ្យចាំអញ្ចឹងសិនមកអូខេហ្នឹងយើងលេងត្រូវច្បាប់របស់គេអូខេអញ្ចឹងលេងប៉ុណ្ណឹងគឺ1ស៊ីអូខេបន្តមកទៀតយើងផ្ដោតដល់អាកអូខេមកដល់អាកមីអញ្ចឹងអាកមីយើងមើលមកមីអញ្ចឹងកន្លែងនេះដឹងអក្សរ B យើងខ្សែបាសវាទីម៉ាយើងអត់ដឹងនេះណាអញ្ចឹងយើងទៅរត់ទៅមើលនៅលើនេះអូខេមីនៅប្រឡោះនេះในជួរនេះខ្សែបាសទី6ដដែលឃើញទេអញ្ចឹងបងប្អូនអាចមើលអានេះបានមីហ្វាសគឺខ្សែបាសវាទី6មិនថាមីមីន័រឬក៏មីទេយើងសំដៅទៅទាំងអស់ណាទោះមានលេខ7ទោះមានយ៉េសមានបេម៉លអីគឺយើងសំដៅលើទាំងអស់មីហ្វាសឲ្យតែមានមីហ្វាសគឺខ្សែបាសវាទី6ហើយនេះ C ដុល្លារខ្សែបាសវាទី5ខ្សែទី5នេះខ្សែលើហ្គីតាណាហើយរ៉េនេះបើមានរ៉េខ្សែវាទី4ខ្សែនេះខ្សែលើហ្គីតានេះអូខេកែតែប៉ុណ្្នឹងមកចប់ឲ្យតែមានអក្សរ B យក B នោះមកដាក់ណាវាជាអាកអីអាស្រ័យលើចាប់អាកដែរណាអញ្ចឹងយើងចាប់អាកមីមីន័រអូខេមីមីន័រខ្សែបាសនៅលើនេះគេខ្សែទី6មើលមកអូខេខ្សែទី6ហើយយើងមើលនេះតទៀតមក1 2យើងលេងធម្មតាទៀតមកឃើញតរ៉ាលេងណាវាខុសតែ B ដោយសារយើងផ្លាស់ប្ដូរអាកទៅវាប្រែប្រួលតែកន្លែងបាសវាទេណាហើយ1 2អូខេ1 2ហើយបាសមកវិញ2 1 2មកអូខេហើយកែចាំហ្នឹងដល់ពេលយើងលេងមកអូខេចឹងយើងលេងតាមហ្នឹងអញ្ចឹងបានន័យថាចង្វាក់របស់វាគឺយើងសូត្រឲ្យចាំសិនបាសនេះនេះអានេះtempoយើងចេញបាស1 2បាស2 1 2បាសហើយមកដល់កន្លែងហ្នឹងយើងដឹងដោអាកណាយើងដោអាកអញ្ចឹងយើងហាត់វាមួយសន្សឹមវាយើងធ្វើមួយម្ដងយើងអត់បខំអីណាអញ្ចឹងនេះរូប9ខ្ញុំបង្ហាញបងប្អូនឲ្យមើលហើយនេះក៏ខ្ញុំបញ្យល់ឲ្យដែរលេខនេះគឺជាលេខខ្សែហ្គីតានៅលើហើយ B នេះគឺវាអាស្រ័យទៅលើបងប្អូនចាប់អាកទេណាវាប្រែប្រួលទៅតាមខ្សែដែលអាកបងប្អូនត្រូវចាប់អញ្ចឹងអាខ្សែអាកបងប្អូនត្រូវចាប់អាកអីអញ្ចឹងបងប្អូនត្រូវទៅមើលអានេះវិញណាខ្សែវានេះជាខ្សែនេះយើងចាប់អាកឡាមីន័រអូខេឡាមីន័រនៅខ្សែទី5អូខេចាប់រ៉េនៅខ្សែទី4អូខេហើយបន្ទាប់មកយើងផ្លាស់ប្ដូរអាហ្នឹងមកនេះណាយកមកនេះមកហើយយើងលេងមកតាមចង្វាក់នេះចងឡើងចងឡើងឃើញប៉ុន្តែពេលយើងស្ដាំយើងរបៀបលើលេងរបៀបនឹងចងឡើងទេឡើងប៉ុណ្ណឹងតែដល់ពេលយើងលេងរបៀបបដាខតឃើញបាស1 2បាស2 1 2បាសគេយើងទៅជាអានរបៀបគ្រាប់អញ្ចឹងវិញយើងអត់អានឡើងចុះយើងអានរបៀបខ្សែនេះអញ្ចឹងយើងទិញអញ្ចឹងឲ្យ melody ហ្នឹងឲ្យស្មើគ្នាជាមួយនឹង strumming របស់យើងបើយើងចេះ strumming
trong làng ok đó bây giờ tinh là việc khó bằng môi pì ok một đồng tiết bằng môi pì ok chẳng phần này vậy khi nhé khi với smile cái này khi melody về đây cái này còn lại môi dương thạ dương an cho lá ở môi đi dương an lại cái này sai guitar đấy bà mùi pi bà ấy dân đời nó dân an lựa cái này sai guitar p để dân cái chót của dân cái đây khi này để p cái lại nè bá cứ dân cái sai thì bằng ngồi bà p này tim dân an thầm mùi chứ dân cái sai thì mùi p này dân an là pi dân cái sai thì pi ok anh ấy cô đây để tam đang đây này ok chứ nhưng xong bây giờ này mơ gì pin đây mà đồ ngá nhưng ở và hai là biệt cái hai bà sân gì cái lá cái ai đừng miên là qua môi nơi cái lạnh chụp quả thì bay đi tiệt nè nè lệnh bay nè chứ cái anh là plug đâu vào cô à chứ cái này plug đâu có là do bi ấy của Viettel Prime Pro này nè bà sân chỉ đi sò chẳng sai ba với ti vào mùi thế lên mà đó nấy sẽ là cái đạn rè đó cái đạn rè qua rè chẳng ba ní của Viettel Pro này vì lên dương plug đâu thì có plug đâu thì ba này cái này này ba này cái này nhắn với tới chỉ rẻ qua ở sai ba với lại bí ní thời trường đói sai thì buồn vậy vì ở tới chỉ sai thì vào mỗi thì phụ ích sai đi vào mỗi viên khang bò so này nè rồi với bọn đòn đấy ré vì bò sai đi buồn thì nè ré vì sai bài vì thì buồn nơi lại này trong một con chơi tôi tới bông phôn ai thà thời tới nhiều trăm dần đấy bông phôn ai sốt vì ở rút mọt vì để sốt rút mót mọt dương sốt đã đại dương từng bấm vì tới tam mọt dương cho mỗi khi từ hộ được chẳng xin không là bông phôn anh chốt bán bên đi chân bông phôn miền chừng ngõ lấy bông phôn này vẫn đây cao video những chui share video chui comment like subscribe nhóm mình mỗi phone là bây giờ tụi ban video median thay chỉ một tổ tiền là bây chia chùm nuôi cầm láng chất không càng phải lật video median chạy chuột bông phôn này rồi nhóm chạy chuột bông phôn là free để ít cái like để chẳng xin cầm là bông phôn đừng chui support nhóm một mình bikini đang ca chiều order nơi accessory guitar xem địch kia nè lần dương support kia cho mình từ màu ok và chẳng ô con sầm đạp ca tôi sẽ video mới ní dừng cầm là bông phổ này cho tôi vô bàn cho mẹ đừng có class vì nhóm bạn chẳng dương được chụp kia nơi median cloud chia bằng toàn tiền và chẳng ô con bye bye